តាមក្រុមធ្វើខ្លួនត្រៀមគូទី4បងប្អូនណាអរគុណណាស់ពីមកពីខាងកណ្ដាលផ្លូវជួនកាត់គូមក6ដងឈ្នះពីបាត់ឈ្នះ4ដងចាញ់2ដងបង្ហាត់ដោយគ្រូទីមកពីខាងទី4ដកគុណដៃអ្នកឲ្យទឹកអ្នកធ្វើខ្លួនឲ្យក្តាមសង្ហែបងប្អូនណាជួយគ្រប់គ្រងផងបងប្អូនណាឡាក៏បន្លកថ្មីថ្នាបងប្អូនតែថ្នាមានគុណភាពបាទកម្មភាពធ្វើខ្លួនរបស់កីឡាករក្តាមក្រមបាទក្តាមសង្ហែអ្នកធ្វើខ្លួនឲ្យបាទគូទី4បងប្អូនទី4គូទី4បងធ្វើខ្លួនហើយបាទចិត្តដល់មកប្រកួតហើយបងប្អូនពីពីស្គូសររបស់គ្រូម៉ាក់សុផតបាយចាំបាយចាំខ្ញុំសម្រាប់តាមបាយបាច់ប្រាំងណាបាយមួយលោកគ្រូមកប្រាប់ពីយុទ្ធសាស្ត្រការវាយលោកគ្រូនូនរ៉ាផេនដែលទូគេបានជួបបាទចង់បង្ហាញសមត្ថភាពបាទខ្លួនពិតជាអាចធ្វើបានសម្រាប់អ្នកគ្រប់គ្រងនៅលើវិស័យបណ្ដាញខ្មែរអាចជួយរួមបាទជាមួយនឹងសម្ភារបណ្ដាញMJ IKK របស់យើងបានបាទអរគុណច្រើនលោកស្រីប្រិយមិត្តទស្សនិកជនដែលបានចូលមកដល់ជួយការប្រកួតគូជិតតយើងខ្ញុំទៅពីអ្នកសម្ភារញ្ញាសម្រាប់បាទដោយក្រុមជើងវត្តមានកីឡាករបង្គោលខៀវឡើងមកកាន់សម្ភារបណ្ដាញMJ IKK ទីមត្រីឥឡូវនេះគឺថាដំណើរមកដល់របស់កីឡាករបង្គោលខៀវបាទពោពេញទៅដោយភាពជឿជាក់និងស្វាហាប់ហើយគេក៏បានឈ្លានបង្ហាញសៀវភៅពិសេសក៏បង្គោលក្រហមធ្វើដំណើរឡើងមកកាន់សង្វៀនប្រដាល់ MJ IKK ទីមានទម្ងន់54គីឡូក្រាមស្រុកកំណើតរបស់គេនោះគឺមកពីទឹកដីខាងខេត្តកំពតតែម្ដងធ្លាប់ឆ្លងកាត់ការប្រកួតបានចំនួន5ដងក្នុងនោះការប្រកួតរបស់គេទាំង5ដងនោះមិនបែកស្មើហើយក៏មិនបែកចាញ់ដែរមានន័យថា5ដងឈ្នះទាំង5តែម្ដងគេគឺជាកូនសិស្សរបស់គ្រូនួនរ៉ាផេនមកពីក្លឹបអិនទ្រីក្រហមនៃសមាគមកីឡាខេត្តកំពតបន្តិចទៀតនេះគេនឹងធ្វើការថ្វាយបង្គំគ្រូតាមរបៀបអិនទ្រីសំដី
លោកស្រីប្រិមត្តទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីខ្ញុំបានទៅសូមណែនាំស្គាល់វត្តមានរបស់អ្នកនាងកូនខ្មែរឆ្លងដែនមកពីនីសមុទ្របង្គោលធាវនួនច័ករាជូបាទលោកស្រីប្រិមត្តទូទស្សនិកជនជាទីគោរពបាទស្រាប់តែទីមួយក៏បានធ្វើការលើកបង្ហាញជូនទៅកាន់ប្រិយមិត្តទស្សនិកជនមកបានជ្រាបថាដល់តែទីមួយហើយការអត់ខាត់គ្រូហើយទៅគ្រូត្រៀមរកព្រឹត្តិការណ៍អំអេគេខាងភេទខាងគុណខ្មែរគូពិសេសទី4ទឹកទី1បាទប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីឥឡូវជឿជាប់ដល់ការប្រកួតគូពិសេសរងឯទឹកទី1រវាងមង្គលក្រហមឆាយសុជាតិពុកជាមួយរាជូអាយ៉យណាអន្តរជាតិក្នុងតែអត់អត់ក្នុងបាទអាចនិយាយថាពុកមួយដែលប្រកាសថាបាទណាតបជើងមួយទៀតទឹកទី1lại ơi trốn trốn ơi trốn chạy đây Hãy subscribe